នេះខ្ញុំមកហូបទឹកស៊ីអ៊ីវត្រាំបង្គារបៀបធ្វើងាយសម្រាប់បងប្អូនដែលអត់ចេះក៏អាចធ្វើបានរបៀបធ្វើយើងគ្រាន់តែយកស្ករក្រហមមកកម្លោចឲ្យឡើងពងក្រងបន្ទាប់មកខ្ញុំចាក់ទឹកស៊ីអ៊ីវមួយកូនចានចូលជាមួយនឹងស្ករក្រហមដែលបានកម្លោចហើយបន្ទាប់មកទៀតខ្ញុំចាក់ទឹកជាមួយកូនចានចង្កឹះដែរហើយយើងកូរវាឲ្យសព្វឲ្យវាចូលគ្នាបន្ទាប់មកខ្ញុំដាក់ប៊ីចេងមួយស្លាបព្រាកន្លះហើយខ្ញុំដាក់អំបិលដែរខ្ញុំដាក់អំបិលបន្តិចដើម្បីឲ្យមានរសជាតិដិតបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងផ្លែឈើបងប្អូនមានប៉ោមខ្ញុំដាក់ប៉ោមហើយនឹងសេរីដើម្បីឲ្យមានរសជាតិឆ្ងាញ់ដល់ពេលដែលយើងលាយជាមួយប៉ោមនិងសេរីទៅទឹកស៊ីអ៊ីវរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ផ្លែឈើពីរមុខហ្នឹងបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរតែសម្រាប់ខ្ញុំបាត់ដាក់វាមានរសជាតិឆ្ងាញ់បងប្អូនទុកចោលឲ្យវាពុះបន្ទាប់មកយើងបិទភ្លើងទុកឲ្យវាត្រជាក់បន្ទាប់មកទៀតយើងនាំគ្នាទៅបកបង្គាឲ្យស្អាតហើយយើងវះយកអាចវាចេញសម្រាប់បង្គាខ្ញុំប្រើ1គីឡូបង្គាយើងអត់ដាក់ក្បាលវាទេបងប្អូនយើងកាត់ក្បាលវាចេញយើងយកតែខ្លួនវាទេដើម្បីយកមកដាក់ត្រាំជាមួយទឹកស៊ីអ៊ីវសម្រាប់ក្បាលបង្គាដែលបងប្អូនកាត់ទុកហ្នឹងយើងយកទៅឆាអំបិលម្ទេសក៏ឆ្ងាញ់ដែរបងប្អូនសម្រាប់បង្គាខ្ញុំបកហើយបន្ទាប់មកយើងដាក់ត្រាំជាមួយនឹងទឹកសូដាបងប្អូនមកមានទឹកកកដាក់ទឹកកកណាបងប្អូនដាក់ត្រាំជាមួយនឹងទឹកសូដាសម្រាប់ខ្ញុំបានដាក់ទឹកកកទេដោយសារតែបង្គារបស់ខ្ញុំដាក់ក្លាសេទូកកហ្នឹងខ្ញុំយកត្រាំទឹកយកមកបកហ្នឹងបងប្អូនហើយបន្ទាប់មកទៀតយើងយកខ្ទឹមហើយនឹងម្ទេសសម្រាប់បងប្អូនចូលចិត្តខ្ទឹមហើយនឹងម្ទេសច្រើនបងប្អូនដាក់ច្រើនទៅយើងហាន់ដាក់ច្រើនក៏ឆ្ងាញ់ដែរសម្រាប់ខ្ញុំអត់សូវចូលចិត្តហឹរទេខ្ញុំដាក់ប៉ុណ្ណឹងបងប្អូនចង់ដាក់ខ្ទឹមច្រើនក៏បានតិចក៏បានតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បាននិងចង់ញ៉ាំយើងបកសម្បកខ្ទឹមហើយយើងហាន់វាជាចំណិតតូចៗបងប្អូនដូចរបៀបធ្វើជ្រក់ខ្ទឹមអញ្ចឹងបងប្អូនហាន់វាមកហាន់វាច្រើនមកហាន់របៀបហ្នឹងបងប្អូនហាន់ស្ដាងមានកបិតមុខ2ហាន់កបិតមុខ2ក៏បានដែរបងប្អូនបន្ទាប់មកទៀតយើងហាន់ម្ទេសជាល្អតូចមកបងប្អូនសម្រាប់ដាក់តាមមួយបង្គាបងប្អូនចូលចិត្តហឹរដាក់ម្ទេសឲ្យច្រើនទៅបងប្អូនស្រង់បង្គាចេញពីទឹកសូដាមកបន្ទាប់មកយើងមានប្រអប់ជ័រមកយើងដាក់ចូលទៅហើយទឹកស៊ីអ៊ីវដែលយើងបានធ្វើរួចហ្នឹងទឹកស៊ីអ៊ីវដែលខ្ញុំបានធ្វើរួចហ្នឹងតិចហើយមិនខ្ញុំយកមកដាក់ជាមួយនឹងបង្គាយើងដាក់ត្រាំវាដួសវាដាក់ពេញមកដើម្បីឲ្យវាចូលជាតិគ្នាដាក់ត្រាំបើបងប្អូនចង់ញ៉ាំភ្លាមទុកប្រហែលជាកន្លះម៉ោងទៅ1ម៉ោងបងប្អូននឹងអាចញ៉ាំបានហើយប៉ុន្តែបើសិនជាទុកទៅ4ម៉ោងរហូតដល់1ថ្ងៃកាន់តែឆ្ងាញ់ទៀតហ្នឹងសម្រាប់ខ្ញុំដែលធ្លាប់ធ្វើញ៉ាំគឺមានរសជាតិឆ្ងាញ់ហើយអត់ប្រៃទេល្មមញ៉ាំបន្តមកទៀតខ្ញុំយកម្ទេសហើយនឹងខ្ទឹមដែលខ្ញុំបានហាន់ហ្នឹងយកមកដាក់ពីលើដើម្បីឲ្យវាមានរសជាតិឈ្ងុយកាន់តែឆ្ងាញ់ជាងនឹងទៀតសម្រាប់បងប្អូនដែលមានល្ងនៅផ្ទះបងប្អូនចូលចិត្តល្ងបងប្អូនយកល្ងមកលីងហើយបងប្អូនដាក់ចូលជាមួយនឹងខ្ទឹមនិងម្ទេសនឹងក៏បានដែរបងប្អូនដាក់ល្ងកាន់តែឆ្ងាញ់កាន់តែឈ្ងុយសម្រាប់ខ្ញុំអត់មានទេបានខ្ញុំអត់បានដាក់នេះបងប្អូនខ្ញុំត្រាំបង្គាហ្នឹងនេះ1ម៉ោងបងប្អូនមើលពណ៌បានប៉ុណ្ណឹងបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំ